Paris Jackson ទម្លាយថាសួនកំសាន្តនៅក្នុងភូមិគ្រឹះ Neverland មិនមែនបង្កើតឡើងសម្រាប់រូបនាងនិងបងប្អូនលេងតាមចិត្តឡើយ មនុស្សភាគច្រើនតែងតែគិតថាកូនរបស់ស្ដេចចម្រៀង Pop លោក Michael Jackson មានកុមារភាពដ៏ហឺហាលុយឆាយនិងរស់នៅយ៉ាងសប្បាយរីករាយក្នុងភូមិគ្រឹះ Neverland ដែលសម្បូរទៅដោយគ្រឿងកម្សាន្តសួនសត្វនិងរោងភាពយន្តប៉ុន្តែនៅក្នុងបទសម្ភាសន៍នាពេលថ្មីនេះ Paris Jackson ដែលជាកូនស្រីបានទម្លាយការពិតផ្ទុយស្រឡះពីអ្វីដែលមហាជនធ្លាប់ស្រមៃលោក Michael Jackson បានប្រាប់កូនរបស់លោកយ៉ាងច្បាស់ថាឧបករណ៍កម្សាន្តសួនសត្វនិងរថភ្លើងទាំងអស់នៅក្នុង Neverland គឺមិនមែនសម្រាប់ពួកគេឡើយលោកបានបង្កើតកន្លែងទាំងនេះឡើងក្នុងបំណងចែករំលែកស្នាមញញឹមដល់កុមារដទៃទៀតជាពិសេសកុមារដែលមានជំងឺធ្ងន់ធ្ងរឬកុមារក្រីក្រដែលគ្មានឱកាសបានទៅលេងកន្លែងដូចជា Disneyland ចំពោះកូនរបស់លោកផ្ទាល់មិនមានសិទ្ធិចូលលេងតាមចិត្តចង់នោះទេដោយ Paris, Prince និង BG អាចទទួលបានឱកាសទៅជាឧបករណ៍កម្សាន្តឬមើលសត្វនៅចុងសប្តាហ៍បានលុះត្រាតែពួកគេប្រព្រឹត្តខ្លួនបានល្អមានសុជីវធម៌ព្រមទាំងបំពេញកិច្ចការងារផ្ទះនិងលំហាត់ពីសាលារួចរាល់ជាមុនសិនវិន័យនៃការអប់រំនេះត្រូវបានអនុម័តយ៉ាងម៉ឺងម៉ាត់នៅគ្រប់ទីកន្លែងដែលគ្រួសារលោកខ្លះទៅរស់នៅសូម្បីតែការមើលទូរទស្សន៍ក៏ត្រូវបានហាមឃាត់ដែរលើកលែងតែពួកគេកំពុងសិក្សាអំពីវិស័យភាពយន្តឬធ្វើអំពើល្អទើបទទួលបានឱកាសមើលជារង្វាន់គោលបំណងធំបំផុតរបស់ Michael Jackson គឺចង់ឲ្យកូនរបស់លោកចេះដាក់ខ្លួននិងមានជីវិតរស់នៅបែបសាមញ្ញដូចក្មេងដទៃទៀតបើទោះបីជា Neverland ត្រូវបានលក់ចេញក្នុងតម្លៃ$22 លានកាលពីឆ្នាំ2020ក៏ដោយក៏ Paris Jackson នៅតែចងចាំទីនោះដោយក្តីស្រឡាញ់នាងបានលើកឡើងថាទីតាំងនោះនៅតែមានថាមពលដ៏ល្អហើយនាងតែងតែប្រាថ្នាចង់ឲ្យគេរក្សាទីនោះទុកដើម្បីឲ្យកុមារដែលខកខានឱកាសកុមារភាពអាចមកបង្កើនស្នាមញញឹមនៅទីនោះបន្តទៀត